អាចទៅរួចទេបើសិនបើ 7-Eleven នៅគ្រប់ទីកន្លែងនៃពិភពលោកនៅពេលដែលគាត់សួរសំណួរនឹងពងវាទាញខ្លួនគាត់ឲ្យគិតពីរឿង franchise វាទាញខ្លួនគាត់ឲ្យគិតពីរឿងពង្រីកខ្លួននឹងតែម្ដងនៅពេលដែលគាត់ពង្រីកខ្លួននឹងនៅឆ្នាំ1993គឺគាត់ទៅដល់ប្រទេសជប៉ុនគ្រាន់តែទៅដល់ប្រទេសជប៉ុនអត់បាន3ឆ្នាំទេទាំងអស់គ្នាគាត់ឡើង20000ហាងនៅប្រទេសជប៉ុននឹងមកអ្នកទាំងអស់គ្នាមិនមែនងាយណាពង្រីកយីហោនៅសម័យនោះ1973ហើយពង្រីកភ្លាមជោគជ័យភ្លាមវ័យគ្រប់យ៉ាងវាចាប់ផ្ដើមពីជំហានទី1ជាក់ស្ដែង 7-Eleven គឺគាត់ចាប់ផ្ដើមដំបូងឡើងមិនមែនជាអាណាចក្រ franchise ដូចឥឡូវទេទាំងអស់គ្នា 7-Eleven គឺចាប់ផ្ដើមពីហាងលក់ទឹកកកមួយកន្លែងនៅប្រទេសអាមេរិកដែលហាងលក់ទឹកកកនេះពីដើមឡើងគឺវាជាតម្រូវការសំខាន់មែនទែនដោយសារនៅពីដើមយើងមានគេហៅថា ice box មានន័យថាទូទឹកកកប៉ុន្តែទូទឹកកកហ្នឹងមិនមែនជាកន្លែងដោតទូដាក់ខ្សែអីដូចទូទឹកកកឥឡូវទេគឺគេដាក់ម្ហូបនៅក្នុងហ្នឹងហើយគេប្រើទឹកកកដូចទូក្លាសេអញ្ចឹងហើយអញ្ចឹងការលក់ទឹកកកគឺជាតម្រូវការសំខាន់អញ្ចឹង 7-Eleven ពីដើមឡើងគឺគាត់ជាហាងលក់ទឹកកកអីនៅពេលដែលគាត់ចាប់ដើមពីហាងលក់ទឹកកកហ្នឹងគាត់ក៏ចេះតែច្នៃប្រឌិតហើយគាត់ចេះអាប់ដេតនេះជាហេតុផលដែលគាត់កាន់តែធ្វើកាន់តែដឹងកាន់តែយល់ពាក្យហ្នឹងគឺត្រូវជាមួយ 7-Eleven ហ្មងនៅពេលដែលគាត់ធ្វើយូរទៅគាត់ចាប់ដើមមានអារម្មណ៍ថាមនុស្សមកហាងគាត់ច្រើនហើយមករាល់ថ្ងៃដូចទៅផ្សារអញ្ចឹងតើគាត់គួរតែមានអីលក់បន្ថែមដើម្បីទាញភ្ញៀវឲ្យមកទិញហាងគាត់ហើយកើន sale របស់គាត់អញ្ចឹងគាត់គិតមើលទៅគាត់សួរខ្លួនឯងថាចុះបើសិនជាមនុស្សអត់ទៅផ្សារតែគេទៅណាចុះបើសិនជាផ្សារបិទតើគេទៅណាអញ្ចឹងគាត់ថាអូខេអញ្ចឹងគាត់គួរណាស់តែលក់អីដែលចាំបាច់ហើយវាងាយស្រួលនឹងមនុស្សទៅទិញមិនចាំទៅផ្សារជៀសវាងការងាយហើយជាប់រវល់ច្រើនហើយជៀសវាងការតម្រង់ជួរវិញព្រោះអីនៅស្រុកគេនៅពេលដែលយើងទៅផ្សារគឺត្រូវឈរតម្រង់ជួរគិតលុយអីអញ្ចឹងណាអញ្ចឹងគេថាអូខេអញ្ចឹងជៀសវាងអាហ្នឹងមកកន្លែងគាត់ទិញតែមកកន្លែងទិញទឹកកកហើយនឹងរបស់ចាំបាច់ទៅគិតទៅរបស់ចាំបាច់មានអីគេមានតែទឹកដោះគោពងមាន់នំប៉័ងអញ្ចឹងគាត់ដៅអតិថិជនគាត់ច្បាស់មែនតើនេះជាហេតុផលដែល 7-Eleven គាត់ទៅមុខដែលអ្នកទាំងអស់គ្នាមើលឃើញអីវ៉ាន់នៅក្នុង 7-Eleven ណាគឺខុសពីអីវ៉ាន់នៅកន្លែងដទៃនៅម៉ាតដតីគឺភាគច្រើនយើងដាក់តាំងជាម៉ាតហើយគេយកមកអីវ៉ាន់របស់គេយកមកលក់នៅក្នុងម៉ាតរបស់យើងប៉ុន្តែនៅក្នុង 7-Eleven គាត់មានអញ្ចឹងហើយគាត់មានបង្កើត product ខ្លួនឯងទៀតអ្នកទាំងអស់គ្នាដែលជាចំណុចពិសេសមានន័យថាហេតុផលអីដោយសារគាត់ដៅអតិថិជនគាត់ច្បាស់ចឹងគាត់ដឹងថាអតិថិជនគាត់ត្រូវការអីគាត់ផលិត product ហ្នឹងឲ្យត្រូវនឹងអតិថិជនរបស់គាត់មកនេះគឺជាការកំណត់គោលដៅដែលធ្វើឲ្យ 7-Eleven ទៅជាយីហោដែលធំជាងគេនៅលើពិភពលោកជាមួយនឹងម៉ាតទាំងអស់គ្នានៅឆ្នាំ1973អ្នកទាំងអស់គ្នាដឹងមានរឿងអ្វីកើតឡើងឯងរឿងអស្ចារ្យមួយកើតឡើងចំពោះ 7-Eleven ដោយសារតែអ្នកស្ថាបនិកហ្នឹងគាត់នឹកឃើញតែមួយសំណួរគាត់សួរខ្លួនឯងថាគាត់ចង់ឃើញ 7-Eleven នៅគ្រប់ទីកន្លែងនៃពិភពលោកតែគាត់ត្រូវធ្វើម៉េចគាត់សួរសំណួរហ្នឹងថាតើអាចទៅរួចទេបើសិនបើ 7-Eleven នៅគ្រប់ទីកន្លែងនៃពិភពលោកនៅពេលដែលគាត់សួរសំណួរហ្នឹងពងវាទាញខ្លួនគាត់ឲ្យគិតពីរឿង franchise វាទាញខ្លួនគាត់ឲ្យគិតពីរឿងពង្រីកខ្លួននឹងតែម្ដងនៅពេលដែលគាត់ពង្រីកខ្លួននឹងនៅឆ្នាំ1993គឺគាត់ទៅដល់ប្រទេសជប៉ុនគ្រាន់តែទៅដល់ប្រទេសជប៉ុនអត់បាន3ឆ្នាំទេទាំងអស់គ្នាគាត់ឡើង20000ហាងនៅប្រទេសជប៉ុននឹងមកអ្នកទាំងអស់គ្នាមិនមែនងាយណាពង្រីកយីហោនៅសម័យនោះ1973ហើយពង្រីកភ្លាមជោគជ័យភ្លាម 7-Eleven ប៉ុន្តែតាំងពីឆ្នាំ1927រហូតដល់ឆ្នាំ1973 7-Eleven ប្រើរយៈពេលនេះក្នុងការដុសខាត់សម្លៀងខ្លួនឯងច្នៃ product ឲ្យត្រូវនឹងទីផ្សាររបស់ខ្លួនឯងនៅសហរដ្ឋអាមេរិកមែនតើ 7-Eleven នៅជប៉ុនជោគជ័យជាងនៅអាមេរិកទៀតអញ្ចឹងនៅអាមេរិកហ្នឹងគឺអាដាប់តាមក្រោយឯងជប៉ុននៅពេលដែលគាត់ចាប់ផ្ដើមកាន់ 7-Eleven នៅក្នុង franchise ចូលប្រទេសគាត់គឺជប៉ុនច្នៃបន្ថែមជប៉ុនគាត់ផ្ដល់គំនិតធ្វើនេះធ្វើនោះបន្ថែមរហូតដល់ឆ្នាំ1990ជប៉ុនបានទិញ 7-Eleven ពីម្ចាស់ដើមពីអាមេរិកសួរថាហេតុអីបានលក់នៅពេលហ្នឹងដោយសារតែម្ចាស់ដើមនៅអាមេរិកហ្នឹងគាត់ bankruptcy គាត់ដួលគាត់ខ្សែធនដោយសារតែគាត់មានបំណុលពីការទិញហ៊ុនអញ្ចឹងគាត់ calculate ទៅគាត់ដើរខុសមកជំហានគាត់ក៏ខ្សែធននៅពេលដែលគាត់ខ្សែធននឹងឯង 7-Eleven ធ្លាក់នៅប្រទេសអាមេរិកហ្នឹងគឺជប៉ុនទិញយកតែម្ដងនៅពេលដែលជប៉ុនទិញយកវាជា the best decision making ever មានន័យថាវាជាការសម្រេចចិត្តដ៏ត្រូវមែនទែនរបស់ក្រុមហ៊ុនជប៉ុននេះដែលរហូតមកដល់ឥឡូវនេះក្រុមហ៊ុននេះក៏នៅតែកាន់ដោយប្រទេសជប៉ុនហើយពង្រីកទូទាំងពិភពលោកតែអ្នកទាំងអស់គ្នាកុំភ្លេចទេដូចនាងខ្ញុំនិយាយពីដំបូងអ្វីក៏ចាប់ផ្ដើមពីជំហានដំបូងដែរហើយកុំចង់លោតធំដូចគេ
ពេលដែលយើងចាប់ដើមដំបូង 7-Eleven គេចាប់ដើមមកគឺចាំពីឆ្នាំ1927គ្រាន់តែជាហាងលក់ទឹកកកឯងអញ្ចឹងគេដើរអតិថិជនរបស់គេសម្លៀងខ្លួនគេបានច្បាស់លាស់មែនតើទាំងអស់គ្នានេះជាបទពិសោធន៍ដែលខ្ញុំចង់លើកឲ្យទាំងអស់គ្នាឃើញខ្ញុំឃើញមានបងប្អូនយើងខ្លះគាត់បើកភ្លាមគាត់បើកធំតែម្ដងអញ្ចឹងបានខ្ញុំចង់បញ្យល់ថាបរិបទនៃការធ្វើអាជីវកម្មយើងត្រូវគិតពីផ្លូវត្រូវគិតពីអតិថិជនត្រូវគិតពីគម្រោងចាយវាយឲ្យបានត្រឹមត្រូវសូម្បីតែជា House 7-Eleven ដែលនៅក្នុងម្ចាស់ពីដើមម្ចាស់អាមេរិកហ្នឹងក៏ដួលដែរទោះបីជា House យៈមែនពង្រីក franchise ហើយមែនក៏នៅតែដួលដែរបើសិនបើយើងដើរតែខុសមកជំហានបើយើងកណនាលុយខុសតែមកជំហានគឺយើងដួលហើយអញ្ចឹងក្នុងសម័យនេះក្តីសម័យណាក្តីក៏អាជីវកម្មវានៅមានដួលច្រើនណាទាំងអស់គ្នាដួលហើយងើបប៉ុន្តែសំខាន់យើងជាម្ចាស់អាជីវកម្មដួលហើយកុំបោះបង់ក្តីសម័យយើងនៅធ្វើមិនទៀតយើងទៅរកផ្លូវមួយទៀតហើយត្រូវចេះអាប់ដេតខ្លួនឯងដូច 7-Eleven អញ្ចឹងអរគុណ